ចាំមើលលោកប្រធានាធិបតីវ្លាឌីមៀពូទីនមានលេសអ្វីទៀតដែរឬទេលោកប្រធានាធិបតី Zelensky បានលើកឡើងថាកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងអាចសម្រេចបាននៅក្នុងឆ្នាំនេះហើយក្រោយជជែកគ្នាយ៉ាងស៊ីសង្វាក់តាមទូរស័ព្ទរយៈពេល1ម៉ោងជាមួយនឹងលោកប្រធានាធិបតី Donald Trump ក្រោយជជែកគ្នាជាមួយនឹងលោក Zelensky រួចលោក Trump បានលើកឡើងភ្លាមៗថាការសន្ទនាគ្នានោះដែលមានបំណងឲ្យអ៊ុយក្រែននិងរុស្ស៊ីបានយល់ចិត្តគ្នាកាន់តែខ្លាំងអំពីការទាមទារនិងការចង់បាននោះគឺទទួលបានផលល្អប្រសើរណាស់សម្រាប់លោក Zelensky បានចាត់ទុកកិច្ចសន្ទនារវាងលោកជាមួយនឹងលោក Trump ថាវិជ្ជមានស្មោះត្រង់និងមានអត្ថន័យយ៉ាងជ្រាលជ្រៅលោកបានបន្តនៅក្នុងសម្រងសម្ដីដើមយ៉ាងដូចនេះថាយើងជឿជាក់ថារួមដៃជាមួយអាមេរិកជាមួយប្រធានាធិបតី Trump និងក្រោមការដឹកនាំរបស់អាមេរិកសន្តិភាពយូរអង្វែងអាចនឹងសម្រេចបាននៅក្នុងឆ្នាំនេះលោក Zelensky បានបញ្ជាក់បន្ថែមថាលោកនិងលោក Donald Trump ក៏បានពិភាក្សាគ្នាអំពីលទ្ធភាពឲ្យអាមេរិកធ្វើជាម្ចាស់ផ្ទះលើរោងចក្រថាមពល Zaporizhzhia ដែលកំពុងតែកាន់កាប់ដោយរុស្ស៊ីផងដែរក៏ប៉ុន្តែលោកបានទទួលស្គាល់ថារោងចក្រថាមពលដ៏ធំបំផុតមួយនេះនឹងត្រូវចំណាយពេលយ៉ាងតិច2ឆ្នាំដើម្បីជួសជុលឡើងវិញប្រធានាធិបតីបេះដូងដាច់រូបនេះក៏បានបញ្ជាក់បន្ថែមផងដែរថាការបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនិងកំពង់ផែនោះអាចនឹងកើតមានឆាប់ដើម្បីជាផ្នែកនៃបទជប់បាញ់រយៈពេល30ថ្ងៃប៉ុន្តែលោកសូមព្រមានថាអ៊ុយក្រែននឹងសងសឹកវិញបើរុស្ស៊ីរំលោភលក្ខខណ្ឌនៃបទជប់បាញ់នេះដើម្បីកុំឲ្យពិភពលោកមើលឃើញថាធ្វើតាមតែតោកំណាចអាមេរិកនោះលោក Zelensky បានបញ្ជាក់ជាថ្មីថាលោកគឺជាមនុស្សបើកចិត្តចំហចូលចិត្តនិយាយត្រង់ៗឃើញអ្វីថានឹងត្រូវគឺទទួលយកមិនមែនរោងគំនាបរបស់លោក Donald Trump នោះឡើយលោក Zelensky និងលោក Putin សិតតែបានលើកឡើងថាបានបញ្ចប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលក៏ប៉ុន្តែបើទោះបីជាយ៉ាងណាមកដល់ឡើងពេលនេះភាគីទាំងពីរនៅតែចោទប្រកាន់គ្នាទៅវិញទៅមកនៅឡើយជុំវិញការវាយប្រហារទៅវិញទៅមកនេះហើយឥឡូវនេះលោក Zelensky ព្រមធ្វើតាមអាមេរិកសឹងតែគ្រប់យ៉ាងទៅហើយនៅឡើយតែរុស្ស៊ីតែប៉ុណ្ណោះហេតុដូច្នេះមានតែរងចាំមើលទេថាតើលោក Putin មានលេសអ្វីទៀត